57 kg វិសាលតតបញ្ជើងរបស់ខៀវអាលីស៊ូតបមួយដៃបានស៊ូតបតបញ្ជើងទៀតបាទអត់ត្រូវនេះឆាក់ទៅបានរួមមួយរបស់ខៀវមួយពីររបស់ខៀវវិសាលតបខ្វែងកុំស្មងទៅមកលក់ខោអូយកណ្ដាប់ដៃពីនោះមិនស្នាកាប់ជាប់ចាក់មួយចាក់ជង្គង់បាទស្រួលចំណាំទេបង្គោលខៀវនេះបាទតតជើងតតពីរហើយអូលឿនលឿនវិសាលកាប់ក្នុងចាក់ជង្គង់ពីរជង្គង់ឲ្យ3ជង្គង់ជង្គង់មួយទៀតជង្គង់មួយទៀតរបស់ខៀវជង្គង់ទៀតជង្គង់ខៀវអត់ដាក់មួយនេះវិសាលវិសាលតឲ្យមែនដាក់តែឬយ៉ាងម៉េចបាទបាទតែបងប្អូនមើលអ្នកវាយ2ដងហើយជាមួយនឹងអ្នកវាយ50ដងចាក់ជង្គង់ខៀវជង្គង់ខៀវកែរបស់វិសាលជង្គង់ខៀវហើយទៀតហើយញ៉ាំកណ្ដាលប្រាប់ថាកុំតោគួរវិញវាយមួយដៃចូលបានគួររបស់វិសាលចាច់អត់ទៅជង្គង់ខៀវជង្គង់ខៀវជង្គង់ក្រហមជង្គង់ក្រហមជង្គង់កាច់មកហើយអត់មកទេជង្គង់ខៀវទៀតកែមួយរបស់វិសាលដល់ចូលតិចតិចបាទបើសិនជាវិសាលផ្ដួលដៃគួរឲ្យសម្លាប់អ្នកទាំងលៀងម៉ែដែលជាសារស័ព្ទនឹងរបស់ក្រុមខ្មែរបើប្រជាថែម50បានរៀលទៀតអូចាំបើជាស្វាប់បានរៀលទៀតហើយវិសាលយកបានបតៃទៅមកហាក់មួយចាក់ជោគដួលក្រាំអត់គេទេដួលនឹងព្រមម្នាក់ម្ដាយតបថែមមួយជើងទៀតចូលមកច្រាស់គ្នាហើយជង្គង់ខៀវជង្គង់រហូតអត់ទៅទេលួយញ៉ាំកណ្ដាលមកបាយចេះតបមួយអីស្រីដាក់ឈៀនអត់ចូលអីស្រីដាក់ឈៀនមួយចូលមួយពីលោកគ្រូសានសញ្ញានៅខាងក្រោមបាទតែជឿឪពុកបង្កើតរបស់សាយ័នវិសាលការចាក់ជង្គង់មួយចាប់ទី1ចាប់មួយពីធាក់ចេញពីវិសាលទុករបស់វិសាលគាត់កាត់មួយទុកជើងទៀតអូយមួយពីចូលដល់បាច់ចាក់ជង្គង់ជង្គង់ខៀវជង្គង់ក្រហមតាចូលតបជើងអត់ដល់ទេខៀវវិសាលទុកកាត់មួយចូលតបជើងអត់ដល់ទេខៀវមួយដៃចាប់មកពោះចូលមកជង្គង់ទៀតរបស់វិសាលអត់មិនដៃជង្គង់មិនចាប់ពីពោះមួយជង្គង់ទៀតរបស់វិសាលបាទវិសាលនេះគាត់ក៏មានក្បាច់សម្រាប់របស់គាត់មួយដែរតាមគាត់ឃើញប្រើទេអីស្អីដាក់ឈានអត់ដល់ទាត់ជើងក្រោមដល់របស់ខៀវទាត់សងវិញអត់ដល់លេងវិសាលចូលដៃបាក់ពោះចាក់ជង្គង់មួយចាប់បើវិសាលចាក់ជង្គង់មួយអត់ទាន់ឃើញប្រើក្បាច់លោកគ្រូសានទៅយ៉ាងទេវិសាលទាត់ជើងក្រោមចូលមកដៃទាត់កាត់ជើងក្រោមវិញទាត់ទៅទាត់មកកុំស្មងទាត់មកជើងទាត់មកវិញអត់ត្រូវទាត់ទៀតហើយបាទវិសាលក្បាច់នេះគាត់ស៊ីច្រើនហើយដៃរបស់ខៀវកែអត់ចេញទេបាទបានត្រឹម AB តែអត់ចេញមួយជើងរបស់វិសាលទាត់មកអត់ដល់មួយជើងរបស់វិសាលទៀត
ចូលណែលុបឲ្យបងប្អូនតែវិសាលទាត់កាត់ហើយចេញតែទាត់មកពីគុកខៀវវិញបាទនេះ professional fight តែ2ដងទេចាក់ទៅចាក់បោកកៃជួបពួនเลยលួយញ៉ាំកណាបបាយចេញសិនយ៉ាងមួយទាត់កាត់ទៅវិញមួយពីរទាត់មួយទៀតទាត់ទៅមកសាទាត់ទៅខៀវទាត់ទៅមកសាវិញទី1ដល់តែអត់បានលេងអ្នកម្ដាយចាក់មួយគុំទៀតចាប់ជាប់វិញកលឲ្យចាក់ទៅគុំអូកលស្អាតណាស់ចាប់តាំងទី2ចាប់គ្នា57គីឡូក្រាមវិសាលទាត់បញ្ជើងរបស់ខៀវអាលីស៊ូតបមួយដៃបានស្ទប់ទាត់បញ្ជើងទៀតអត់ត្រូវនេះឆាក់ទៅបានរួមមួយរបស់ខៀវមួយពីររបស់ខៀវវិសាលទាត់ខ្វែងកុំស្មងទៅមកលក់ខោអូយកណ្ដាប់ដៃពីនោះបែបផ្លែស្នាកាប់ជាប់ចាក់មួយចាក់ជង្គង់បាទស្រួលចំណាំទេបង្គោលខៀវនេះបាទទាត់បញ្ជើងទាត់ពីរហើយអូលឿនវិសាលកាប់ក្នុងចាក់ជង្គង់ពីរជង្គង់ឲ្យ3ជង្គង់ជង្គង់មួយទៀតជង្គង់មួយទៀតរបស់ខៀវជង្គង់ទៀតជង្គង់ខៀវអត់ទឹកមួយនេះវិសាលវិសាលតឲ្យមែនដាក់តាក់ឬយ៉ាងម៉េចបាទបាទតែបងប្អូនមើលអ្នកវាយ2ដងហើយជាមួយនឹងអ្នកវាយចិត្ត50ដងចាក់ជង្គង់ខៀវជង្គង់ខៀវកែរបស់វិសាលជង្គង់ខៀវហើយទៀតហើយញ៉ាំកណ្ដាលប្រាប់ថាកុំតោងពួរវិញវាយមួយដៃចូលបាក់ពួររបស់វិសាលចាច់អត់ទៅជង្គង់ខៀវជង្គង់ខៀវជង្គង់ក្រហមជង្គង់ក្រហមជង្គង់កាច់មកហើយអត់មកទេជង្គង់ខៀវទៀតកែមួយរបស់វិសាលដល់ចូលតិចបាទបើសិនជាវិសាលផ្ដួលដៃគួរឲ្យសម្លាប់អ្នកទាំងលៀងមែនតែជាសារស័ព្ទនឹងរបស់ក្រុមខ្មែរបើប្រជាថែម50បានលៀនទៀតអូចាំបើជាស្លាប់បានលៀនទៀតហើយវិសាលយកបានបដៃទៅមកហាក់មួយចាក់ជោគដួលត្រាំអត់គេទេដួលនឹងព្រមម្នាក់ម្ដាយទាត់ថែមមួយជើងទៀតចូលមកច្រាស់គ្នាហើយជង្គង់ខៀវជង្គង់ក្រហមអត់ទៅទេលួយញ៉ាំកណ្ដាលមកបាយចេញទាត់មួយអីស្អីដាក់ឈៀនអត់ចូលអីស្អីដាក់ឈៀនមួយចូលមួយពីរលោកគ្រូសានសញ្ញានៅខាងក្រោមបាទតែជាឪពុកបង្កើតរបស់សាយ័ន្តវិសាលការចាក់ជង្គង់មួយចប់ទី1ចប់តែដើម្បីប្រកាសលទ្ធផលជាផ្លូវការចាសូមអរគុណបង្គោលក្រហម